Ca cao chương sọ dương cao dương mình mền chèแต่cao cao ឲ្យតែហើយនោះទេបាទអញ្ចឹងប្រភេទម៉ូតសក់បែបហ្នឹងវាបដោតទៅលើការកោជើងសក់ច្រើនមែនតើបាទកាលណាដែលយើងកោជើងសក់វាអត់បានស្អាតនោះទម្រង់សក់របស់យើងហ្នឹងក៏វាអត់បានចេញជារាងស្អាតដែរបាទអញ្ចឹងប្រភេទម៉ូតសក់បែបហ្នឹងគឺយើងបដោតទៅលើការកោជើងសក់ខ្លាំងច្រើនមែនតើបាទអញ្ចឹងបងប្អូនដៃថ្មីមួយចំនួនពេលដែលគាត់រៀនកាត់សក់ត្បូងគាត់កោគាត់អត់គិតអត់បដោតទៅលើការកោទេគាត់កោឲ្យតែហើយទេបាទអញ្ចឹងធ្វើឲ្យទម្រង់សក់របស់គាត់គឺអត់សូវបានចេញជារាងស្អាតនោះទេបាទអញ្ចឹងថ្ងៃនេះខ្ញុំមកពន្យល់និងបង្រៀនបងប្អូនដៃថ្មីពីរបៀបកោជើងសក់បាទអញ្ចឹងជំហានដំបូងមុននឹងយើងធ្វើការកោបងប្អូនធ្វើការច្រឹបវាត្រង់កែងនឹងមួយសិនដើម្បីវាមានជាខ្នាតមួយបន្តមកទៀតបងប្អូនដាក់មុខម៉ូទ័រពីក្រោមឡើងទៅលើដេញទៅរកត្រង់ចំណុចខ្នាតរបស់យើងបាទបងប្អូនធ្វើការច្រឹបវាអញ្ចឹងសិនមកបាទបន្តមកទៀតបងប្អូនខ្វៀកន្លែងកែងស្លឹកអាជីបងប្អូនធ្វើតាមរបៀបដែលខ្ញុំបង្ហាញទៅអញ្ចឹងបងប្អូននៅថ្មីគួរតែស្វែងយល់ត្រង់ចំណុចមួយហ្នឹងណាបាទការកោជើងសក់វាជាចំណុចសំខាន់មួយនៅក្នុងការកាត់សក់របស់យើងបាទការកោជើងសក់វាអាចជួយលើកទម្រង់សក់របស់យើងបានស្អាតច្រើនមែនទែនបាទអញ្ចឹងបងប្អូនគួរតែរៀនកោឲ្យបានចេញជារាងស្អាតបាទអញ្ចឹងបងប្អូនមើលវីដេអូនេះបងប្អូនអាចរៀនតាមខ្ញុំបង្រៀនពុកម៉ែបងប្អូនបាទបងប្អូនមើលទៅបងប្អូនយកចំណេះដឹងត្រង់ចំណុចណាដែលបងប្អូនខ្វះខាតបងប្អូនអាចមើលវីដេអូនេះដើម្បីយកចំណេះដឹងដើម្បីយកទៅអនុវត្តបន្ថែមបាទកាលណាដែលយើងព្យាយាមមើលព្យាយាមរៀនបងប្អូននឹងចេះបានច្រើនបាទអញ្ចឹងបន្ទាប់ពីយើងធ្វើការកោច្រឹបរួចបងប្អូនធ្វើការបាញ់ទឹកបងប្អូនធ្វើការកោតាមដានដែលយើងធ្វើការច្រឹបនឹងមកបាទអញ្ចឹងបងប្អូនធ្វើការកោបងប្អូនព្យាយាមកោត្រង់ចំណុចកែងកតុយភ្នែកនឹងមុនមកបងប្អូនព្យាយាមកោឲ្យវាចេញជាកោងលក្ខណៈដងសទូចណាបងប្អូនណាបាទយើងកុំកោយកប្រឆិតត្រង់យើងកោយើងត្រូវឲ្យវាមានរាងកោងលក្ខណៈដងសទូចណាបាទបានវាឃើញស្អាតអញ្ចឹងបងប្អូនប្រហែលជាស្គាល់ហើយដងសទូចគឺរាងកោងណាបាទអញ្ចឹងបងប្អូនកោបែបហ្នឹងមកត្រង់ចំណុចកែងស្លឹកអាជីហ្នឹងពីលើស្លឹកអាជីបងប្អូនកោធ្វើយ៉ាងម៉េចឲ្យវាកោងជាប់គ្នាបងប្អូនកុំឲ្យវាមានដានដាច់ដានកលៈណាបងប្អូនធ្វើមិនឲ្យវាមានកោងជាប់គ្នាមកដោយលក្ខណៈយើងគូឲ្យវាកោងជាប់គ្នាកុំឲ្យឃើញដានដាច់បាទត្រង់ចំណុចពីខាងក្រោយនេះបងប្អូនកោបែបហ្នឹងដែរបងប្អូនធ្វើការកោចុះមកក្រោមបែបហ្នឹងមកមិនថាត្រង់ចំណុចកោងឬក៏ពីក្រោយទេបងប្អូនកោវាឲ្យវាមានថាដានដិតឲ្យច្បាស់ឲ្យជាប់គ្នាកុំឲ្យវាមានឃើញដានដាច់ឬក៏កលៈត្រង់ណាមួយអញ្ចឹងវាមើលទៅវាអត់ឃើញស្អាតទេបងប្អូនត្រូវកោវាមានរាងកោងដានជាប់គ្នាដិតឲ្យច្បាស់មកកុំឲ្យមានឃើញដានដាច់ដានកលៈអញ្ចឹងបានទម្រង់ជើងសក់របស់យើងមើលទៅវាឃើញស្អាតដែរបាទណាបាទអញ្ចឹងវីដេអូនេះខ្ញុំធ្វើដើម្បីចែកម្លែកទៅដល់បងប្អូនដែលថ្មីដែលគាត់ទើបតែរៀនកោគាត់កោអត់ទាន់បានសូវស្ទាត់បាទសម្រាប់មេដែលគាត់ចេះហើយបាទខ្ញុំធ្វើទៅខុសទោះអីសូមមេអធិស្ឋានផងបាទវីដេអូនេះខ្ញុំធ្វើចែកម្លែកទៅដល់បងប្អូនដែលថ្មីទេបាទអញ្ចឹងបងប្អូនធ្វើការកោតាមរបៀបដែលខ្ញុំបង្ហាញហ្នឹងមកចំណែកជើងសក់ពីខាងក្រោមបងប្អូនព្យាយាមស្ដួចជើងសក់ខាងក្រោមបន្តិចដើម្បីឲ្យវារាងទូជាងពីខាងលើបានមើលទៅវាចេញជាទម្រង់ស្អាតបាទអញ្ចឹងបងប្អូនធ្វើការកោតាមរបៀបដែលខ្ញុំបង្ហាញទៅជាក់ស្ដែងបងប្អូនមើលពេលដែលខ្ញុំមិនទាន់កោគឺទម្រង់សក់ហ្នឹងគឺវាអត់ទាន់ឃើញស្អាតទេបងប្អូនបាទអញ្ចឹងនៅពេលដែលយើងកោហើយយើងមើលថាសក់របស់យើងហ្នឹងវាចេញជាទម្រង់ស្អាតបែបណាវាជួយលើកទម្រង់សក់របស់យើងបានកម្រិតណាបាទអញ្ចឹងបងប្អូនអាចមើលបាទអញ្ចឹងជាក់ស្ដែងសក់នេះគឺយើងធ្វើការកោវារួចរាល់ហើយបងប្អូនចាំមើលណាបាទអញ្ចឹងនេះហើយលទ្ធផលសក់របស់យើងបាទគឺវាជួយលើកទម្រង់សក់របស់យើងឃើញស្អាតច្រើនមែនតើបាទហើយប្រភេទម៉ូតសក់ស្រមោលបែបហ្នឹងបើយើងកោអត់បានស្អាតទេក៏វាអត់ជួយលើកទម្រង់សក់របស់យើងបានស្អាតដែរបងប្អូនណាបាទបងប្អូនត្រូវចាំត្រង់ចំណុចមួយហ្នឹងបាទអញ្ចឹងវីដេអូរបស់យើងគឺមានតែប៉ុណ្្នឹងទេសម្រាប់ចែកម្លែកទៅដល់បងប្អូនដែលថ្មីទាំងអស់គ្នាបាទអរគុណច្រើនជួបគ្នានៅក្នុងវីដេអូក្រោយទៀតបាទ